นะมัทธุรัตนตยสะวันเตียมิยมประการณาสมนมัสการถวายบังคมจุมโพព្រះរតនត្រ័យជារតនៈដ៏ឧត្តមឧត្តមសម្រាប់គោរពបូជារបស់មនុស្សនិងទេវតាទាំងឡាយដោយសេចក្តីគោរពកោតក្រែងទៅក្រៃលែងសពសពកាលសូមនមស្ការចំពោះព្រះកណ្ណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ជាទីរាប់អានក្នុងព្រះធម៌ដ៏សប្បុរសថ្ងៃនេះសូមព្រះកណ្ណាម្ចាស់គ្រប់ព្រះអង្គញោមញាតិដើម្បីបានសន្តាប់នៅព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គតែលើកយកនៅសតិប្បដ្ឋានជាធម៌អប់រំចិត្តមានទាំងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានសម្រាប់ជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនដើម្បីដោះចិត្តរបស់សត្វពីវដ្តឲ្យឆ្ពោះទៅកាន់ទីបំផុតនៃសេចក្តីទុក្ខដូច្នេះសតិប្បដ្ឋានគឺជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គពង្រៀនពីរបៀបក្នុងការអប់រំទូមានចិត្តឲ្យរួចផុតจากអំពីឫសគល់នៃអកុសលដ៏លិមុខដែលតែងតែជាប់ហើយក្នុងអវិជ្ជានិងទោមនស្សនៅក្នុងលោកនេះនាំសត្វទាំងឡាយឲ្យពង្វេងប្រកបដោយមិច្ឆាទិដ្ឋិនៅក្នុងវដ្តនេះយល់ខុសទៅតាមសភាពពិតព្រោះអកុសលទាំងអស់នេះប្រកាសណាម្ចាស់គ្រប់ព្រះអង្គយោញាតិបានជ្រាបច្បាស់ហើយបើជាប់នៅក្នុងសន្តាននៃចិត្តណាធ្វើឲ្យចិត្តនោះងងឹតធ្វើឲ្យចិត្តនោះខ្វាក់គឺជាចិត្តល្ងងជាចិត្តមិនឆ្លៀសចិត្តវង្វេងមិនដែលដឹងនៅសភាពពិតទៅតាមសភាវធម៌នៃការត្រាស់ដឹងរបស់សប្បុរសពោលគឺព្រះសម្មាសម្ពុទ្ធចិត្តនោះតែងតែប្រឡាក់ទៅដោយធូលីជាគ្រឿងសៅហ្មងម្ល៉េះហើយនាំជីវិតរបស់សត្វគ្រប់រូបពេលណាដែលជាប់ជំពាក់មានតែសេចក្តីទុក្ខច្រើនសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សការឈឺចាប់ក្រៀមក្រំជាអៀតចង្អល់ទុក្ខទោមនិញច្រើននៅក្នុងសន្តានចិត្តរបស់បុគ្គលនោះឯងដោយមិនបានអប់រំទៅតាមសតិប្បដ្ឋានបប្រតិបត្តិតាមឱវាទរបស់ព្រះដ៏មានពភាប៉ុន្តែបើចិត្តនោះបានចម្រើនអប់រំប្រតិបត្តិល្អទៅតាមសតិប្បដ្ឋានជាមេរៀនរបស់អង្គនៃព្រះសម្មាសម្ពុទ្ធនោះឯងសិក្សាប្រតិបត្តិល្អសមគួរតាមព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់ដឹងដោយបញ្ញាដ៏ឧត្តមនោះរមែងញ៉ាំងចិត្តឲ្យត្រជាក់បានបើឲ្យស្ងប់ស្ងាត់ឲ្យចិត្តនោះថ្លាជាចិត្តឆ្លៀសវៃជាចិត្តស្អាតជាចិត្តបរិសុទ្ធផូរផង់បើចិត្តស្អាតផូរផង់ហើយនាំឲ្យជីវិតរបស់សត្វដែលបានអប់រំ
ទៅតាមអវត្តរបស់ព្រះអង្គនោះរមែងរួចផុតចាកអំពីបញ្ហារួចផុតចាកអំពីគ្រឿងសៅហ្មងពលគឺរួចផុតចាកអំពីទុក្ខទាំងពួងនោះឯងនេះបញ្ហាជីវិតនឹងត្រូវតែមានហើយត្រូវការព្រះធម៌ជាគ្រឿងដោះសម្អាតជាគ្រឿងអប់រំជាគ្រឿងលះបង់អាស្រ័យនឹងព្រះធម៌នៃការត្រាស់ដឹងរបស់អង្គព្រះសម្មាសម្ពុទ្ធនោះឥឡូវនេះយើងកើតមកមានឧបនិស្ស័យបានជួបនឹងព្រះធម៌ហើយយើងត្រូវតែរៀននៅព្រះបរិយត្តិធម៌ទាំងឡាយណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងល្អហើយពីខាងដើមល្អកណ្ដាលលំអខាងចុងដើម្បីបង្អោនទៅក្នុងការទូមានដល់សត្វទាំងឡាយដែលបានសិក្សានោះឲ្យបានយល់ឲ្យបានជ្រាបច្បាស់នៅអ្វីដែលគួរយល់គួរឃើញគួរដឹងប្រកបទៅដោយហេតុផលច្បាស់លាស់ដោយខ្លួនឯងដោយការសិក្សាដោយការបដិបត្តិនឹងដោយខ្លួនឯងដែលយើងយល់ដូច្នោះហើយយើងត្រូវតែគិតពិចារណាដែលយើងបំពេញនៅកុសលរៀងរាល់ថ្ងៃនេះតើយើងធ្វើបុណ្យនេះទៅកាន់សុគតិភពឬក៏ទៅព្រះនិព្វានយើងឲ្យដឹងច្បាស់នៅក្នុងដំណើរនៃពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធដូច្នោះគោលបំណងរបស់ពុទ្ធបរិស័ទទាំងឡាយតែងតែប្រាថ្នារួចចាក់ទុកគឺមានបំណងទៅកាន់ព្រះនិព្វានបើមានបំណងចង់ទៅកាន់ព្រះនិព្វានញាតិញោមកាលណាម្ចាស់គ្រប់ព្រះអង្គដែលបានបំពេញនៅកុសលនោះត្រូវតែបំពេញប្រកបទៅដោយសទ្ធាជ្រះថ្លាជឿជាក់ទៅលើការទូមានព្រានប្រដៅរបស់អង្គនៃព្រះសម្មាសម្ពុទ្ធជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះអង្គដែលព្រះអង្គទ្រង់បើកបង្ហាញនៅអរិយសច្ចៈទាំង4ដើម្បីឲ្យសត្វលោកទាំងឡាយបានអប់រំទៅឃើញនៅសភាវៈពិតបានយល់ប្រកបទៅដោយសទ្ធាប្រកបទៅដោយបញ្ញាហើយបានយើងប្រញាប់ប្រញាល់ត្រូវរក្សានៅសិលឲ្យបានតាំងមាំល្អហើយតម្រង់នៅទិដ្ឋិរបស់យើងនោះឲ្យត្រង់ទៅតាមការចង្អុលបង្ហាញរបស់ព្រះអង្គគឺសមាទិដ្ឋិការយល់ត្រូវតើយើងបានយល់ត្រូវជាក់ច្បាស់នៅក្នុងអរិយសច្ចៈនោះហើយឬនៅបើបានយល់ហើយអរិយសច្ចៈនោះគឺយល់គឺដឹងដោយសារតែបញ្ញាញាណបើបញ្ញាញាណនេះមិនកើតទេមិនអាចយល់ដឹងជាក់ច្បាស់ទៅក្នុងសភាវៈពិតដែលព្រះអង្គទ្រង់បើកបង្ហាញនៅក្នុងអរិយសច្ចៈនោះទេចឹងបើយើងបានយល់តម្រង់នៅក្នុងទិដ្ឋិត្រង់នៅក្នុងធម៌នៃការត្រាស់ដឹងរបស់អង្គព្រះសម្មាសម្ពុទ្ធហើយប្រការណាម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គួរប្រញាប់ប្រញាល់រូបរះជំរះនៅផ្លូវអរិយមគ្គប្រកបទៅដោយអង្គ8មានសមាទិដ្ឋិយល់ត្រូវខាងដើមដើម្បីអីថាដើម្បីធ្វើឲ្យជាក់ច្បាស់នៅគោលបំណងដែលយើងប្រាថ្នាទៅកាន់ព្រះនិព្វាន
មានអថង្គមៈនេះជាផ្លូវម្ល៉េះហើយព្រះអង្គបានបើកទ្វារនៃព្រះនិព្វាននោះគឺបើកផ្លូវនៃអថង្គមៈទាំង8នឹងឯងដូច្នេះឆន្ទៈរបស់យើងទៅកាន់ព្រះនិព្វានត្រូវធ្វើដូចម្តេចទៀតឬយើងគ្រាន់តែប្រាថ្នាប៉ុន្តែព្រះអង្គទូមានហើយចំពោះបុគ្គលដែលបានសម្រេចនៅគុណប្រយោជន៍ដ៏ប្រពៃជាទីអស់ទៅនៃសេចក្តីទុក្ខនោះជាបុគ្គលមិនប្រមាទមានសេចក្តីប្រឹងប្រែងព្យាយាមអំណត់អត់ធន់ក្នុងការចម្រើនប្រតិបត្តិវឹកហាត់នៅសតិនៅបញ្ញាឲ្យស្ទប់ឲ្យជំនាញឲ្យថ្នាក់ឲ្យរឿយនៅអារម្មណ៍សមថៈវិបស្សនាឲ្យคล้ายទៅជាអារម្មណ៍របស់សតិនិងទីតាំងរបស់សតិព្រោះសតិប្បដ្ឋាននេះឯងព្រះអង្គទ្រង់បានពង្រៀនទាំងសមថយានិកៈនិងវិបស្សនាយានិកៈសម្រាប់សាវកទាំងឡាយបានសិក្សាហើយយល់អំពីបំណងរបស់ព្រះអង្គហើយក៏ត្រេះរិះពិចារណាប្រកបទៅដោយបញ្ញាឃើញជាក់ច្បាស់នៅទុក្ខឃើញជាក់ច្បាស់នៅហេតុនាំឲ្យកើតទុក្ខឃើញជាក់ច្បាស់នៅទីរំលឹកទុក្ខនិងបានត្រេះរិះពិចារណាឃើញផ្លូវដើម្បីធ្វើដំណើរឲ្យរួចចាកនៅសេចក្តីទុក្ខម្ល៉េះហើយពួកយោគីទាំងអស់នោះលោកតែងធ្វើទុកនៅក្នុងចិត្តនៃការត្រាស់ដឹងរបស់ព្រះអង្គតែមានចិត្តនឿយណាយចំពោះសេចក្តីទុក្ខទាំងឡាយនៅក្នុងវដ្តដែលជាលំនៅជាទីអាស្រ័យរបស់មាដូច្នេះយោគីដែលមានសេចក្តីនឿយណាយក្នុងឧបាទានបញ្ញខណ្ឌមានបំណងដោះដៃឲ្យរួចចាកអំពីមាចិត្តបាបនោះប្រាថ្នាដើរតាមអរិយមគ្គប្រកបទៅដោយអង្គ8ជាផ្លូវមូលតែមួយផ្លូវត្រង់ជាផ្លូវមិនមានភ័យជាផ្លូវរំលឹកបងនៅភ្លើងទុក្ខភ្លើងកិលេសជាផ្លូវផ្សេងចាកនៅទុក្ខទាំងពួងនោះដោយការចម្រើនបដិបត្តិនៅក្នុងវិបស្សនានេះឯងនេះជាគោលដៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណហើយតែងតែពង្រៀនដល់ពុទ្ធបរិស័ទរបស់ព្រះអង្គឲ្យខិតខំប្រឹងប្រែងធ្វើដំណើរទៅតាមបដិបទាដ៏បរិសុទ្ធនេះទើបអាចរួចចាកនៅសេចក្តីទុក្ខទាំងពួងហើយតែងតែបានទៅដល់ទិសមួយដែលយើងមិនធ្លាប់ទៅដល់គោលគឺព្រះនិព្វានហើយដូច្នោះការសិក្សាការប្រតិបត្តិរបស់ព្រះកណ្ណាម្ចាស់គ្រប់ព្រះអង្គយមញាតិទាំងឡាយត្រូវតែស្វែងយល់អំពីសភាពពិតនៅក្នុងសភាវៈដែលយើងត្រូវសម្រេចថាតើយើងគួរធ្វើដំណើរទៅកាន់សុគតិភពជាប់នៅក្នុងភពឬក៏ធ្វើដំណើរដើម្បីរួចចាកភពនេះជាគុណជាតិមួយដែលយើងត្រូវប្រើបញ្ញាឲ្យយល់អំពីគោលបំណងរបស់យើងដែលប្រាថ្នាបានជួបនឹងព្រះសម្មាសម្ពុទ្ធឬក៏ជួបនឹងព្រះធម៌របស់ព្រះអង្គឥឡូវបានជួបហើយយើងគួរតែសម្រេចចិត្តប្រកបទៅដោយឆន្ទៈដ៏មោះមុតនៅពេលណាដែលយើងមានបញ្ញាហើយតន់មានជីវិតរស់នៅហើយខំអប់រំចិត្តនៅក្នុងសតិប្បដ្ឋានបប្រតិបត្តិទាំងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានម្ល៉េះហើយធ្វើឲ្យកណ្ណាម្ចាស់គ្រប់ព្រះអង្គញោមញាតិ
ទាំងអស់បានពលត្រូវក្នុងពធទៅតាមសភាវៈពិតទាំងបដិជ្ជសមុប្បាតទាំងអរិយសច្ចៈទីបំផុតបានទទួលរស់នៃវិមុតសុខពលគឺព្រះនិព្វានដោយការចម្រើនដោយការប្រតិបត្តិត្រូវតាមទំនងក្នុងព្រះធម៌ដែលព្រះអង្គទ្រង់បានត្រាស់ដឹងសម្ដែងនោះឯងហើយដូច្នោះសូមចំណាំចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ប្រឹងប្រែងប្រតិបត្តិនៅផ្លូវសតិប្បដ្ឋានជាផ្លូវមូលតែមួយទាំងអស់អង្គទាំងអស់គ្នាឆាប់បានទៅដល់គោលដៅដែលយើងប្រាថ្នារួចចាក់ទុកគោលគឺព្រះនិព្វានសូមប្រទានពរសូមចម្រើនពរ